សួរកូនទាំងអស់គ្នាជួបដោយគ្រូសាជាថ្មីម្ដងទៀតតើកូនទាំងសប្បាយទីទេចាអរគុណច្រើនអ្នកគ្រូក៏សុខសប្បាយដូចជាកូនផងដែរអរគុណព្រះសម្រាប់ពេលវេលាដ៏ល្អក្នុងថ្ងៃនេះឲ្យអ្នកគ្រូជួបកូនសាជាថ្មីចាអញ្ចឹងក្នុងថ្ងៃនេះដែរអ្នកគ្រូបានលើកយកនៅមេរៀនគណិតវិទ្យាថ្នាក់ទី6ដែលតកតងជាមួយនឹងចំណោទម្ដងទៀតថ្ងៃនេះអ្នកគ្រូលើកយកនៅមេរៀនគណិតវិទ្យាថ្នាក់ទី6តកតងជាមួយនឹងចំណោទថាតើថ្ងៃនេះអ្នកគ្រូនឹងធ្វើការបង្ហាញបងប្អូនក្នុងការដោះស្រាយចំណោទមួយនេះដោយរបៀបណាតើវាមានភាពងាយស្រួលឬក៏លំបាកយ៉ាងណាលើតាមដានជំរឿនអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងប្រធានចំណោទហ្នឹងគេបាននិយាយថាមិញសំលក់ក្រណាត់លើកទី1អស់ប្រវែង6លើ8ម៉ែត្រចានិងលើកទី2អស់4លើ6ម៉ែត្រគេសួរថាតើមិញសំលក់ក្រណាត់ទាំងពីរលើកអស់ប៉ុន្មានម៉ែត្រគ្រូបញ្ជាក់ម្ដងទៀតគេថាមិញសំលក់ក្រណាត់លើកទី1អស់ប្រវែង6លើ8ម៉ែត្រហើយលើកទី2អស់4លើ6ម៉ែត្រហើយគេសួរថាតើមិញសំលក់ក្រណាត់ទាំងអស់ប៉ុន្មានម៉ែត្រឥឡូវអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាស្រស់បំរាប់ដែលគេប្រាប់ជាមួយនឹងអ្នកគ្រូណាអញ្ចឹងគេប្រាប់ថាលើកទី1គាត់លក់អស់ប្រវែង6លើ8ម៉ែត្រអ្នកគ្រូសរសេរថាលើកទី1ស្មើមែនគាត់ចា6លើ8ម៉ែត្រហើយលើកទី2ម៉ែត្រចាលើកទី2ស្មើនឹង4លើ6ម៉ែត្រចាអញ្ចឹងយើងមើលគេប្រាប់ថាលើកទី1 6លើ8ម៉ែត្រហើយលើកទី2 4លើ6ម៉ែត្រហើយគេសួរថាតើគាត់លក់ក្រណាត់ទាំងពីរលើនោះអស់ប៉ុន្មានអញ្ចឹងមានថាតើអាលើកទី1លក់ហើយលក់លើកទី2ម្ដងទៀតបូកចូលគ្នាទាំងពីរហ្នឹងគឺស្មើប៉ុន្មានម៉ែត្រអញ្ចឹងយើងត្រូវប្រើប្រមាណវិធីអីនៅក្នុងចំណោទហ្នឹងក៏ចាល្អមែនទែនគឺប្រមាណវិធីបូកប៉ុន្តែយើងធ្លាប់តែធ្វើប្រមាណវិធីបូកធម្មតាតែតកតមួយចំណោទនេះគឺយើងប្រើវិធីបូកបែបប្រភេទហើយប្រភេទរបស់យើងគឺមានភាពបែងខុសគ្នាអញ្ចឹងយើងយក6លើ8ម៉ែត្រលើកទី1បូកជាមួយនឹង4លើ6ម៉ែត្រលើកទី2តដើម្បីធ្វើចំណោទបានយើងត្រូវការ2ផ្នែកមួយផ្នែកគឺថាប្រមាណវិធីហើយមួយផ្នែកទៀតគឺរបៀបឆ្លើយអញ្ចឹងរបៀបឆ្លើយហ្នឹងយើងមើលបើសិនបើគេរកអ្វីយើងរកនឹងតាមគេប្រាប់មកអញ្ចឹងរកប្រវែងក្រណាត់ដែលមានសំលក់ទាំងពីរលើកយើងយកលើកទី1បូកជាមួយនឹងលើកទី2លើកទី1គឺ6លើ8ម៉ែត្របូកលើកទី2 4លើ6ម៉ែត្រអញ្ចឹងគុំតន់ឲ្យមើលចម្លើយនេះយើងមើលទៅលើតែគេក៏ចាមើលទៅលើនេះលំហាត់របស់យើងហ្នឹងវាបែបជាការបូកប្រភេទហើយប្រភេទទាំងពីរហ្នឹងគឺវាមានភាពបែងខុសគ្នាអញ្ចឹងដើម្បីបូកប្រភេទដែលមានភាពបែងខុសគ្នាយើងត្រូវយកមុនដំបូងយើងតម្រូវភាពបែងសិនពេលតម្រូវភាពបែងណាយកភាពយកបូកភាពយកហើយភាពបែងរក្សាទុកនៅដល់ដែលករណីប្រសិនបើភាពយកធំជាងភាពបែងគឺយើងត្រូវតែបដូរវាទៅជាចំនួនចំរហូតលេខដោះស្រាយទាំងអស់គ្នាចាប្រធានរបស់យើងគឺ6លើ8បូកឲ្យ4លើ5មួយអញ្ចឹងភាពបែងរួមរបស់វាគឺអ្នកគ្រូយកភាពបែងទាំងពីរនឹងគុណចូលគ្នាទៅគឺស្មើនឹង48អញ្ចឹងភាពបែងរួមគឺ45 8តើឥឡូវយើងធ្វើការរកភាពបែង4លើ8ទុកនៅដដែលភាពបែងរួមរបស់វាមានលេខ8អីអញ្ចឹងវាខ្វះលេខប៉ុន្មានចាខ្វះលេខ6អញ្ចឹងយើងយក6គុណទាំងភាគបែងគុណនឹងភាគយកសញ្ញាបូក4លើ6ទុកដដែលវាមានភាគបែង6ហើយតើវាខ្វះប៉ុន្មានគឺទៅបាន48ចាខ្វះ8ជាងគុណ8ទាំងលើទាំងក្រោមនិយាយគុណគ្នាមក6គុណ6បាន36 8គុណនឹង6បាន48សញ្ញាបូកនៅដដែល4គុណ8 6គុណ8ចម្លើយរបស់វាបាន32លើ45 3អញ្ចឹងភាគបែងឥឡូវដូចគ្នាយកភាគយកបូកភាគយកភាគបែងទុកនៅដដែលទុករួមចាយក36បូកនឹង32ភាគបែងរួមគឺ45 3ចំណែកយើងទទួលបានគឺ68លើ45 3នេះគ្រូបើកនឹងចោលប្រាប់ថាសម្រួលនឹង4អញ្ចឹងបើលេខសម្រួលមកយើងសម្រួលវាសិនមកចាអញ្ចឹងសម្រួលជាមួយនឹង2ក៏បានតែសម្រួលមួយ2វាអត់តាន់អស់ទេអញ្ចឹងយើងអ្នកគ្រូសម្រួលនឹង4ទៅវាអស់គឺបាន17លើ12អញ្ចឹងករណីហ្នឹងគឺសម្រួលទៅមុខលេងបានហើយតែយើងមើលសិនតើប្រភេទហ្នឹងគឺជាប្រភេទសុទ្ធឬក៏មិនសុទ្ធចាល្អមែនតើវាគឺជាប្រភេទមិនសុទ្ធដោយសារតែភាគយកធំជាងភាគបែងអញ្ចឹងដើម្បីធ្វើ
ភាពមិនសមហ្នឹងគឺយើងត្រូវធ្វើវាទៅជាចំនួនចម្រុះអញ្ចឹងយក17ចែកឲ្យ12អញ្ចឹងចម្លើយរបស់វាគឺបាន1ហើយសំណល់របស់វាគឺសល់5អញ្ចឹងយើងយកនេះផលចែកគឺជាចំនួនកត់ចាសំណល់គឺជាភាគយកហើយភាគ3របស់វា12ហ្នឹងគឺទុកនៅដល់ដែលគឺបាន1 5លើ12ចាអញ្ចឹង6លើ8ម៉ែត្របូកឲ្យ4លើ6ម៉ែត្រស្មើឲ្យ1 5លើ12ម៉ែត្រចុងក្រោយយើងកុំភ្លេចដូចនេះឬក៏ឆ្លើយថាណាដូចនេះមានសមចាលោកក្រណាត់ទាំងពីរលើកអស់ប្រវែង1 5លើ12ម៉ែត្រចាអញ្ចឹងតកតងជាមួយនឹងការបង្ហាញក្នុងការដោះស្រាយចំណោទបណ្ឌគូក្នុងថ្ងៃនេះដែរអ្នកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានយល់ហើយយកអនុវត្តនៅក្នុងការរៀនសូត្រក៏ដូចជាជីវភាពនៅប្រចាំថ្ងៃចាអរគុណច្រើនអ្នកនរគ្នាសូមព្រះប្រទានពរ